លោកអ្នកនាងជាទីមេត្រីអង្គការខាណាលើកឡើងថាក្រុមងាយរងគ្រោះដោយសារជំងឺអេដនៅតែរងការមាក់ងាយមិនផ្ដល់តម្លៃនិងមិនមានឱកាសស្មើភាពគ្នាចំពោះការងារនិងការសិក្សាក្នុងសង្គមពិសេសមិនទាន់ទទួលបានសេវាថែទាំសុខភាពបានពេញលេញនៅឡើយទន្ទឹមគ្នានេះអង្គការខាណាបដិញ្ញាជំរុញឲ្យក្រុមងាយរងគ្រោះដោយសារជំងឺអេដទទួលបានសិទ្ធិពេញលេញតាមទិសដៅរបស់ខ្លួននៅឆ្នាំ2020អ្នកស្រីអ៊ុំរាំងសីរាយការណ៍ជុំវិញរឿងនេះអង្គការខាណាដែលធ្វើការពាក់ព័ន្ធនឹងក្រុមងាយរងគ្រោះដោយសារជំងឺអេដរំពឹងថាផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំគិតចាប់ពីឆ្នាំ2016ដល់ឆ្នាំ2020នឹងអាចឈានទៅលុបបំបាត់ការរីករាលដាលនៃមេរោគអេដនិងជំងឺអេដព្រមទាំងចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជានេះគឺជាការលើកឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការផែនការយុទ្ធសាស្ត្រដែលរៀបចំឡើងនៅថ្ងៃទី28ខែកក្កដានាយកប្រតិបត្តិអង្គការខាណាលោកជួបសុខចម្រើនមានប្រសាសន៍ថាក្រុមងាយរងគ្រោះដោយសារជំងឺអេដនៅតែប្រឈមទៅនឹងបញ្ហារើសអើងលើសេវាសុខភាពរងការមាក់ងាយពីសង្គមគ្រួសារគ្រូពេទ្យប្រជាពលរដ្ឋមួយចំនួនស្របពេលដែលរដ្ឋាភិបាលកម្ពុជាហាក់មិនសូវបានយកចិត្តទុកដាក់ចំពោះពួកគាត់លោកបញ្ជាក់ថាបញ្ហានេះមកពីការគាំទ្រផ្នែកផ្លូវច្បាប់ចំពោះក្រុមងាយរងគ្រោះដោយសារជំងឺអេដនៅមានកម្រិតហេតុនេះលោកថាអង្គការខាណាបានដាក់ផែនការយុទ្ធសាស្ត្ររយៈពេល5ឆ្នាំដើម្បីជំរុញក្រុមងាយរងគ្រោះដោយសារជំងឺអេដឲ្យហ៊ានលើកឡើងនៅបញ្ហារបស់ខ្លួនទាមទារសិទ្ធិសេរីភាពនិងភាពស្មើគ្នានៅក្នុងសង្គមក្នុង5ឆ្នាំទៅមុខនេះយើងនឹងជំរុញឲ្យមានការជជែកគ្នាបានច្រើនរវាងអ្នកផ្ដល់សេវានិងអ្នកទទួលសេវាយើងនឹងបង្កើតឲ្យមានជាយន្តការគេហៅថាកិច្ចពិភាក្សារវាងអ្នកទទួលសេវានិងអ្នកផ្ដល់សេវាដើម្បីមានការយល់គ្នាហើយយើងធ្វើស្របជាមួយនឹងគោលនយោបាយរបស់ក្រសួងសុខាភិបាលតំណាងក្រុមងាយរងគ្រោះដោយសារតែជំងឺអេដលោកស្រីស្រុនសុភារមគាំទ្ររាល់ការជំរុញរបស់សង្គមស៊ីវិលប៉ុន្តែអ្នកផ្ទុកមេរោគអេដរូបនេះក៏ស្នើរដ្ឋាភិបាលត្រូវតែមានច្បាប់ការពារក្រុមងាយរងគ្រោះដោយសារតែជំងឺអេដឲ្យទទួលបានការលើកទឹកចិត្តនិងសេវាថែទាំសុខភាពពេញលេញនិយាយទៅគាត់ដឹងគាត់ធ្វើគាត់ជួយប៉ុន្តែគាត់ជួយមិនបានចុះមកដូចដល់អ្នកជំងឺផ្ទាល់ដូចជាអ្នកនៅក្នុងសហគមន៍ទេនៅអង្គការដៃគូឯងគាត់ចុះមកផ្ទាល់គាត់ដឹងសុខទុក្ខជាជន PL នឹងគាត់យ៉ាងម៉េចអញ្ចឹងណាគាត់ពិបាកមិនគាត់ប្រើថ្នាំទៅវាពិបាកយ៉ាងម៉េចអញ្ចឹងណាហើយរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ឲ្យទទួលស្គាល់ខ្លាំងជួយគាំទ្រខ្លាំងណាស់អញ្ចឹងបានគាត់ដឹងច្បាស់ចំណែកឯអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដលោកតែងគុន្ធីមានប្រសាសន៍ថារដ្ឋាភិបាលបានចំណាយទៅលើការងារប្រយុទ្ធនឹងជំងឺអេដប្រមាណ$30 លាននៅក្នុងមួយឆ្នាំលោកបន្តថាសម្រាប់ឆ្នាំ2016នេះដើម្បីជំរុញក្រុមងាយរងគ្រោះដោយសារជំងឺអេដឲ្យទទួលបានសិទ្ធិពេញលេញរដ្ឋាភិបាលនឹងពិនិត្យពង្រីកថវិកាជាតិឲ្យច្រើនជាងនេះទៀតដើម្បីឈានទៅលុបបំបាត់ការចម្លងមេរោគអេដនៅក្នុងឆ្នាំ2030បាទហើយសប្តាហ៍នេះយើងកំពុងតែពិនិត្យលទ្ធភាពថវិកាជាតិរបស់យើងដោយរដ្ឋបាលហ្នឹងឲ្យបានកាន់តែច្រើនឡើងព្រោះថ្ងៃអាញាធិជាតិកំពុងធ្វើការងារហ្នឹងហើយយើងត្រូវដឹងថានៅក្នុងផែនការរបស់រដ្ឋាភិបាលហ្នឹងឥឡូវនេះយើងឈានចូលទៅដល់ជួយទិញថ្នាំណាក្នុងមួយឆ្នាំយើងបង្កើនរហូតទៅដល់1.7 លានសែនអីប៉ុណ្ណឹងដើម្បីចូលរួមក្នុងការទិញថ្នាំប្រឆាំងមេរោគអេដជូនប្រជាពលរដ្ឋរបស់យើងអង្គការខាណាបានបញ្ជាក់ដែរថាដើម្បីជំរុញក្រុមងាយរងគ្រោះដោយសារជំងឺអេដឲ្យទទួលបានសិទ្ធិពេញលេញអង្គការនេះគ្រោងនឹងពង្រីកក្រុមគោលដៅច្រើនជាង60000នាក់មកពី23ខេត្តក្រុងនិងត្រៀមចំណាយថវិកាជាង$30 លានដើម្បីអនុវត្តលើការងារនេះខ្ញុំអ៊ុំរាំងសីអាស៊ីសេរីភ្នំពេញ